ងាយស្រួលសិស្សសាលាហើយនឹងបងប្អូនប្រជាពលរដ្ឋគាត់ធ្វើដំណើរដើម្បីទៅប្រកបមុខរបរចិញ្ចឹមជីវិតបើកសិនក៏មកលោកមេឃុំបង្កើនអានេះមកក៏ប្រជាពលរដ្ឋមិនបានរៀបចំដែរណាហើយក៏អាយឧត្តមលោកខាត់សាទក៏អត់ទាន់បានមើលឃើញដែរអញ្ចឹងចម្បងបំផុតគ្រឹះបំផុតគឺនៅលើលោកមេឃុំការអភិវឌ្ឍគម្រោងមូលនិធិឃុំព្រែកលួងស្រុកឯកភ្នំបានផ្ដោតសំខាន់លើផ្លូវលំជនបទបម្រើដល់ការប្រើប្រាស់និងការដឹកជញ្ជូនកសិផលដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានសហគមន៍នានាកាន់តែមានការរីកចម្រើននោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាក់ព័ន្ធបានទម្លាក់កញ្ចប់ថវិកាមូលនិធិឃុំរបស់ឃុំព្រែកលួងស្រុកឯកភ្នំខេត្តបាត់ដំបងដើម្បីធ្វើការស្ថាបនាផ្លូវលំជនបទសម្រាប់ផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈជាពិសេសលើការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលាមេឃុំព្រែកលួងលោកស្រីសឿនវណ្ណាបានបញ្ជាក់យ៉ាងដូចនេះថាអាជ្ញាធរឃុំព្រែកលួងក្រមមូលនិធិឃុំឆ្នាំ2024បានធ្វើការស្ថាបនាផ្លូវមួយខ្សែចាប់ពីភូមិបាក់អម្រែកមកទល់នឹងចុងភូមិអូកំបុតដែលការស្ថាបនានេះឃុំមានលទ្ធភាពគ្រាន់តែចាក់ដីធម្មតាប៉ុណ្ណោះហើយក្នុងរយៈពេល2ឬ3ខែនេះមានប្រជាពលរដ្ឋនៅក្នុងឃុំបានរួមគ្នាចាក់គ្រូក្រហមដើម្បីឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរក្នុងរដូវវស្សានេះក្រោយមកទៀតលោកខាត់សាទប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំព្រែកលួងបានផ្ដល់គ្រឿងចាក់យកមកគៀកិនបង្ហាត់ផ្លូវនេះបន្ថែមទៀតដើម្បីឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរពីភូមិមួយទៅភូមិមួយទៀតចំនួន6ភូមិរហូតដល់ឃុំព្រែកខ្ទប់ក៏បានឆ្លងកាត់លើផ្លូវសហគមន៍នេះផងដែរចំពោះផ្លូវនេះគឺមានអត្ថប្រយោជន៍ទី1គឺងាយស្រួលសិស្សសាលាហើយនិងបងប្អូនប្រជាពលរដ្ឋគាត់ធ្វើដំណើរដើម្បីទៅប្រកបមុខរបរចិញ្ចឹមជីវិតហើយមួយទៀតប្រជាពលរដ្ឋក៏ងាយស្រួលដឹកកសិផលចាក្នុងនៅតំបន់នេះគឺយើងមានធ្វើស្រែនិងចម្ការចាអញ្ចឹងរដូវស្រែយើងរួចរាល់អស់ហើយគឺគាត់បានដឹកកសិផលតាមផ្លូវនេះដែរហើយបន្លែប្លុកអីដែលគាត់ដាំបាននៅគីនខ្នុរក៏ងាយស្រួលដឹកធ្វើឲ្យប្រជាពលរដ្ឋទី1ក៏កាត់ពេលបន្ថយពេលវេលាហើយគាត់ចំណេញពេលវេលាដើម្បីធ្វើដំណើរផ្លូវកាត់នេះចាអញ្ចឹងបើប្រៀបធៀបពីប្រហែលឆ្នាំមុនផ្លូវនេះគឺមានការលំបាកហើយមិនមែនជាផ្លូវទេជាភ្លឺស្រែធ្វើដំណើរទៅមកអីគឺយើងឆ្លងកាត់តាមភ្លឺស្រែហើយចុះតាមស្រែដោយសារមើលឃើញការលំបាកនឹងហើយបានឃុំលើកគម្រោងមូលនិធិឃុំលើកផ្លូវនេះមកខ្សែចាដើម្បីឲ្យបងប្អូនជាប្រវត្តិយើងឆ្លងកាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរតពីផ្លូវតភ្ជាប់ភូមិបាក់អន្រែកជាមួយភូមិព្រែកលួងនិងភូមិអូកំបុតនេះគឺយើងមាន2ខ្សែទៀតដើម្បីឲ្យបងប្អូនជាប្រវត្តិយើងងាយស្រួលដឹកកសិផលចា2ខ្សែទៀតនៅក្នុងភូមិមួយដូនអិនហើយនឹងភូមិបាក់អន្រែកដូចគ្នាដែរចាហើយផ្លូវនេះគឺយើងបានលើកគៀកិនហើយចាគឺយើងមានបន្លាយមានផ្លូវដីតែអត់មានគ្រូក្រហមដូចផ្លូវនេះទេចាដោយសារអត់តាន់មានគម្រោងចាក់គ្រូក្រហមអញ្ចឹងយើងបានតែគៀកិនសិនទេគម្រោងផខុំគឺយើងមានមូលនិធិឃុំឆ្នាំ2025គឺយើងក្រងជាអតិភិបគឺទៅលើផ្លូវថ្នល់ដដែលយើងមាន2ផ្លូវចាទី1គឺផ្លូវបេតុងគឺយើងធ្វើនៅភូមិព្រែកលួងចាហើយមួយទៀតគឺផ្លូវដីគឺយើងធ្វើនៅក្នុងភូមិបាក់តេះអញ្ចឹងឆ្នាំ2025នេះយើងមាន2ខ្សែចាសម្រាប់មូលនិធិឃុំឆ្នាំ2025យើងក្រងរួចហើយក្នុងនាមអាជ្ញាធរឲ្យតំណាងឲ្យជាប្រវត្តិក្នុងឃុំព្រែកលួងក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែរដែលបានផ្ដល់ជាថវិកាចាសំខាន់គឺថវិកាមូលនិធិប្រចាំឆ្នាំផឃុំសម្រាប់យកមកប្រើប្រាស់ឬក៏ការកសាងទៅលើទេថារចនាសម្ព័ន្ធនឹងអញ្ចឹងជាក់ស្ដែងនៅឃុំខ្ញុំគឺធ្វើតែផ្លូវទេថវិកាផឃុំគឺភាគច្រើនគឺធ្វើផ្លូវជាចម្បងជាតំណាងប្រជាពលរដ្ឋក្នុងឃុំព្រែកលួងរស់នៅភូមិបាក់អម្រែកលោកទូចខឿនបានបង្ហាញឲ្យដឹងថា
ផ្លូវលំជនបទនៅតំបន់នេះកាលពីមុនមានការលំបាកខ្លាំងណាស់ព្រោះផ្លូវនេះគឺជាភ្លឺស្រែសុទ្ធតែក្រោយពីអាជ្ញាធរឃុំព្រែកហ្លួងបានកសាងផែនការដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍឃុំដើម្បីស្ថាបនាផ្លូវនិងមានការចូលរួមជាបន្តបន្ទាប់ពីប្រជាពលរដ្ឋក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកហ្លួងទើបធ្វើឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារមានភាពលឿនជាងមុននិងទាន់ពេលវេលាផងដែរឃើញថាប្រជាពលរដ្ឋលោកធ្វើដំណើរឃើញលំបាកជួនកាលមានឡានខែភ្លៀងទៅណាជាប់នៅតាមនឹងមួយយប់អញ្ចឹងទៅម៉ូតូទៅមុខក៏មិនរួចទៅក្រោយក៏មិនរួចផ្លូវនេះប្រសពពីចុងភូមិបាក់អំរែកមកឆ្លងកាត់ភូមិយើងខាងព្រែកហ្លួងអូកបុតហើយវាប្រសពឃុំ2ឃុំព្រែកហ្លួងជាមួយឃុំខ្ពស់ហើយអ្នកដើរផ្លូវដំណើរចេញទៅតាមតប៉ុនស្ទឹងចាស់អីក៏លោកដើរតាមផ្លូវនេះដែរអញ្ចឹងលោកពេញចិត្តហើយលោកជួយថែរក្សាសូមថ្លែងអំណរគុណដល់មូលនិធិរបស់លោកមេឃុំចឹងបើក៏សិនក៏មកលោកមេឃុំបង្កើនអានេះមកក៏ប្រជាពលរដ្ឋមិនបានរៀបចំដែរណាហើយក៏ឯកឧត្តមលោកខាត់សាទក៏អត់ទាន់បានមើលឃើញដែរអញ្ចឹងចម្បងបំផុតគ្រឹះបំផុតគឺនៅលើលោកមេឃុំមូលនិធិឃុំក្រោយមកបានសមាគមសហគមន៍បរិស័ទប្រជាកសិករប្រជាបរិស័ទក្រោយមកទៀតឃើញសមិទ្ធផលកើតហើយបានឯកឧត្តមខាត់សាទនឹងលោកមកសម្អាតជូនប្រជាពលរដ្ឋបាទសូមថ្លែងអំណរគុណទឹកចិត្តដ៏ជ្រាលជ្រៅចំពោះឯកឧត្តមលោកស្រីមេឃុំព្រែកហ្លួងសឿងវណ្ណាបានបញ្ជាក់ទៀតថាសម្រាប់មូលនិធិឃុំឆ្នាំ2024រដ្ឋបាលឃុំព្រែកហ្លួងបានធ្វើផ្លូវគ្រូក្រហមមួយខ្សែប្រវែង1452ម៉ែត្រនៅភូមិដូនអិនអស់ថវិកាចំនួនជាង77លានរៀលធ្វើផ្លូវដីនៅភូមិបាក់រទេសភូមិដូនអិនភូមិព្រែកហ្លួងប្រវែង2680ម៉ែត្រមានដាក់លូចំនួន6កន្លែងអស់ថវិកាចំនួន255លានរៀលដែលឡែកផ្លូវខាងក្រោយវត្តបាក់អមរែកមានប្រវែង500ម៉ែត្របានចាក់ដីរួចហើយក្នុងនោះមានប្រជាពលរដ្ឋបានកៀងកថវិកាចាក់គ្រូក្រហមចំនួន24រថយន្តនិងមានគ្រឿងចាក់របស់ក្រុមការងារចុះជួយឃុំព្រែកហ្លួងបានជួយគៀកិនបង្ហាប់អស់ថវិកាចំនួន332លានរៀលសរុបទាំងអស់ចំនួនជាង664លានរៀល